ពេលដែលបងប្អូនទាំងអស់គ្នាមិនចង់ឲ្យនរណាគេម្នាក់ខលចូលទៅក្នុង chat messenger របស់យើងអញ្ចឹងបងប្អូនយើងអាចបិទមុខងារមួយទៀតបានហើយបើសិនជាបងប្អូនយើងចង់កំណត់ពេលវេលាកុំឲ្យគេខលចូលមកហ្នឹងគ្នាយើងអាចកំណត់បានតាមរយៈពេលវេលាដែលគេនឹងដាក់នៅលើអេក្រង់ទូរស័ព្ទនេះតែម្ដងអូខេគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទប៉ាត្រីបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរវីដេអូមួយនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាពីរបៀបនៃការបិទកុំឲ្យគេតេចូលឬក៏ខលចូលនៅក្នុង chat messenger របស់បងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនយើងត្រូវការបិទណាកុំឲ្យនរណាគេម្នាក់ដែលយើងចង់បិទកុំឲ្យគេតេមកណាអាចលេង chat បានធម្មតាប៉ុន្តែគេតេមកកាទេគេខលមកវាអត់លោតឲ្យហើយគេផ្ញើសារក៏គេអត់លោតក៏វាអត់លោតឲ្យដែរអញ្ចឹងបងប្អូនយើងអាចកំណត់បានតាមរយៈវីដេអូដែលខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅក្នុង clip វីដេអូខ្លីមួយនេះអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលទៅក្នុងកម្មវិធី chat messenger ទាំងអស់គ្នាជំហានដំបូងគឺយើងត្រូវចូលទៅក្នុងchat កម្មវិធី chat បងប្អូនទាំងអស់គ្នានេះខាងលើនេះចុចមកអូខេក្រោយមកទៀតអ្នកទាំងអស់គ្នា select រក chat ណាគេម្នាក់ដែលយើងចង់បិទខ្ញុំគ្រាន់តែឧទាហរណ៍ទេខ្ញុំចាក់ chat បងប្រុសខ្ញុំចុះអូខេចុចលើវាមកហើយក្រោយមកទៀតចុចលើ profile ណាហើយយើងចុចយើងអស់រកពាក្យថា notification and sound គ្រាន់តែរូបកណ្ដឹងហ្នឹងចុចលើរូបកណ្ដឹងហ្នឹងមកអូខេក្រោយមកទៀតកន្លែងនេះបើសិនជាយើងចង់បិទកុំឲ្យគេខលមកយើងអាចបើកកន្លែងខលមកប៉ុន្តែបើសិនជាបងប្អូនយើងចង់បិទរាល់ការជូនដំណឹងពី chat មួយហ្នឹងអញ្ចឹងយើងត្រូវបើកមុខងារមួយនេះហើយកំណត់ពាក្យថា until I change it រហូតដល់យើងផ្លាស់ប្ដូរវាឬក៏កំណត់ពេលវេលាកុំឲ្យគេខលមក1ម៉ោងឬក៏8ម៉ោង24ម៉ោងអីគឺយើងអាចកំណត់បានអញ្ចឹងនេះគឺជារបៀបនៃការបិទកុំឲ្យគេកុំឲ្យអ្នកដែលយើងអត់ចង់ឲ្យតេមកហ្នឹងគឺបិទគឺយើងអាចបិទបានអញ្ចឹងបងប្អូនទាំងអស់គ្នាអាចបិទបានដូចគ្នាសម្រាប់ការធ្វើបែបនេះបងប្អូនយើងអាចសាកមើលបានសម្រាប់ការប្រើប្រាស់ទៅលើមុខងារមួយនេះអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំអត់បិទទេខ្ញុំគ្រាន់តែបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនយើងពេញចិត្តនឹងការចែករំលែករបស់ខ្ញុំបាទនៅថ្ងៃនេះកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអូខេអ្នកទាំងអស់គ្នាខ្ញុំសូមបន្ថែមបន្តិចពាក់ព័ន្ធជាមួយនឹងchat ណាម្នាក់ខ្ញុំកន្លែងហ្នឹងកន្លែង notification and sound ហ្នឹងគឺអាចនិយាយបានថាយើងដាក់សំឡេងនិយាយពីសំឡេងដែរនៅពេលដែលសំឡេងរោរបស់ទូរស័ព្ទដៃយើងហ្នឹងឧទាហរណ៍ថាយើងកំណត់ទៅលើ chat អ្នកផ្សេងហ្នឹងគឺវាលោមករោសំឡេង iPhone អីចឹងទៅប៉ុន្តែយើងចង់ឲ្យនៅពេលដែលមាន chat ម្នាក់ហ្នឹង chat មកវារោសំឡេងផ្សេងឧទាហរណ៍ជាសំឡេងបែបណាមួយដែលបងប្អូនយើងអាចដាក់បានហ្នឹងហើយបើសិនជាបងប្អូនយើងត្រូវការ sound បែបណាអីគឺអាចដាក់ទៅលើកម្មវិធីកន្លែងនេះបានអញ្ចឹងបងប្អូនយើងអាចសាកមើលបាននេះគឺជាការបង្ហាញរបស់ខ្ញុំបាទនៅថ្ងៃនេះបើសិនជាបងប្អូនយើងពេញចិត្តនៅការចែករំលែករបស់ខ្ញុំបាទនៅថ្ងៃនេះកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នាវីដេអូបន្តទៀតជាមួយនឹងខ្ញុំបាទផងដែរ